Khmer PC Knowledge សនស្វាគមន៍សូមជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានមេរៀនថ្មីៗបាទសួស្តីអ្នកនរគ្នានេះគឺជាប្រព័ន្ធសារសាំង Digital ឬមួយក៏តកតងនឹងកាហ្វេ Digital ដែលយើងចាក់សាំងតាមរយៈទូរស័ព្ទដៃឬក៏យើងទិញកាហ្វេតាមរយៈទូរស័ព្ទដៃដោយអូតូម៉ាទិកអញ្ចឹងណាអូខេអញ្ចឹងនេះគឺជារបៀបនៃការធ្វើវាហើយខ្ញុំនឹងបង្ហាញត្រួសតកតងនឹងថ្មនេះកម្លាំងវា12 វ៉ុលដែលយើងប្រើថ្មលីចូល2គ្រាប់ហើយយើងប្រើវា12 វ៉ុលអញ្ចឹង12 វ៉ុលវាចូលមកកាន់motor driver អញ្ចឹង motor driver ជើងខាងភ្លើងនៃថ្មនេះយើងត្រូវចូលទៅកាន់ជើងរបស់ motor driver ផ្នែក12 វ៉ុលអានៅខាងនេះគឺ12 វ៉ុលហើយបន្តមកទៀតជើងខាងដកនៃថ្មគឺយើងត្រូវភ្ជាប់ជាមួយនឹងជើងខាងដកនៃ motor driver ដូចគ្នាហើយបន្តមកទៀតផ្នែកខាងខ្សែពណ៌សនេះគឺជាភ្លើងចេញ5 វ៉ុលដែលយើងយកវាទៅ support នៅលើ board ដើម្បីជំនួយទៅលើ motor ដែលយើងត្រូវការប្រើប្រាស់កម្លាំងភ្លើងធំដូចគ្នាដោយសារតែ motor ខ្ញុំនេះវាស៊ីដល់6 វ៉ុលហើយអញ្ចឹងវាត្រូវការជំនួយភ្លើងខ្លាំងបានអូសរួចអញ្ចឹងយើងត្រូវការទៀមនេះយកមកជួយនៅលើ board នៅលើ motor នេះអញ្ចឹងតើតើនឹងខ្សែ motor មាន2គឺខ្សែបូកហើយនិងខ្សែដកអញ្ចឹងខ្សែបូកយើងដោតចូលទៅកាន់ជើងបូកហើយនិងខ្សែដកនៃ motor នេះយើងត្រូវទៀមចូលទៅកាន់ relay មួយ relay វាគឺជា switch កុងតាក់មួយដែលសម្រាប់ធ្វើឲ្យ motor បិទបើកដោយស្វ័យប្រវត្តិអញ្ចឹងបន្ទាប់មកទៀតយើងទៀមចេញពីក្នុង relay ដុំ relay មួយទៀតនៃជើងម្ខាងនៅចំណុចកណ្ដាលហ្នឹងយើងទៀមចូលទៅកាន់ជើងខាងដកដែលមានន័យថាដកពី motor ចូលមកកន្លែងនេះនឹងចេញដកពី relay ចូលទៅកាន់ជើងដកនៃ board អូខេហើយបន្តមកទៀតនៅក្នុងជើងខាងក្រោយនៃ relay វាមាន3វាមានសាយវាមាន V វាមាន G អញ្ចឹងកន្លែងសាយអក្សរ S ហ្នឹងគឺយើងដោតចូលទៅកាន់ pin ហើយអា2នេះគឺ G យើងដោតចូលទៅកាន់ជើងដកហើយ V គឺយើងដោតចូលទៅកាន់ជើងភ្លើងអូខេនៅជើងភ្លើងដែលយើងត្រៀមចេញមក5 វ៉ុលហ្នឹងឯងយើងដាក់ចូលមកនេះអូខេបន្តមកទៀតនៅក្នុងនេះយើងដាក់តកតងនឹងអំពូលទេអានេះខ្ញុំដាក់ឲ្យវាលុតទាំងភ្លើងអំពូលឲ្យវាភ្លឺផងអញ្ចឹងតកតងនឹងការ control ទៅលើភ្លើងអំពូលយើងដោតចូលទៅកាន់ជើង pin 0ហើយតកតងនឹងជើងខាងអំពូលខាងនេះគឺយើងដោតចូលជើងខាងបូកណាជើងខាងបូកទៀមមកកាន់ជើងដែលយើងដោតចេញពី pin មកណាអានេះគេដាក់ជើងបូកហើយជើងដកដាក់ទៅជាហេងខាងនោះទៅយើងដោតចូលទៅកាន់ជើងដកហើយតកតងនឹងខ្សែ resistance អីនេះគឺមានន័យថាយើងបំបែកភ្លើងចេញពី5 វ៉ុលនេះទៀមមកចូល resistance មួយហើយចេញពី resistance មួយទៀតចូលទៅកាន់ V3 ដើម្បីឲ្យវាជំនួយទៅកាន់ microbit របស់យើងដែរកន្លែងនេះយើងប្រើក៏បានមិនប្រើក៏បានដែរអីទេខ្ញុំចង់ប្រើអ្នកនេះមិនចង់ប្រើក៏អត់អីដែរកន្លែងនេះចឹងយើងមើលនេះខ្សែនេះគឺជាខ្សែដោតចេញពីជើងខាងបូកនៃ board របស់យើងដែលចលងចរន្តចេញពី5 វ៉ុលនេះទៅនេះខ្សែ5 វ៉ុលគឺខ្សែនេះខ្សែសខ្សែខ្មៅនេះគឺចលងភ្លើង5 វ៉ុលចេញទៅអូខេចឹងអានេះយើង control ទៅលើ motor phum sensor មក phum motor នេះដើម្បីឲ្យវាដំណើរការបូមជាសាំងឬក៏បូមជាកាហ្វេឬក៏បូមជាទឹកអីចឹងទៅអានេះគឺយើងបញ្ជាតាមរយៈទូរស័ព្ទដៃតាម digital អញ្ចឹងរបៀបដោតរបស់វាគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាអាចមើលលម្អិតបានហើយខ្ញុំមិនបានរៀបចំចូលជាគម្រោងទេចាំពេលដែលខ្ញុំរៀបជាគម្រោងស្អាតបាតអាហ្នឹងយើងអត់ឃើញអញ្ចឹងទេយើងឃើញចេញមកតែmotor បូមទឹកមួយនៅចុងនៃ motor បូមទឹកហ្នឹងដែលបាញ់ចេញហើយនឹងមួយទៀតគឺតកតងនឹងយើងអាចបញ្ចេញជាផ្ទាំង LCD ឬក៏ផ្ទាំង microbit ដើម្បីឲ្យយើងមើលឃើញថាតើនៅក្នុងការ control របស់យើងហ្នឹងពេលយើងដាក់លុយចូលទៅយើងបាញ់ទៅហើយតើវាបញ្ជាចេញទៅខាងណាខាងណីអាហ្នឹងតើតើយើងរៀបចំជា project មួយទៀតតែនេះខ្ញុំប្រាប់ពីរបៀបដោតសិនអ្នកគ្នាអាចមើលបានហើយដោតតាមនឹងបានអូខេអរគុណច្រើនមានប៉ុណ្ណឹងទេជួបគ្នាពេលក្រោយអូខេចឹងអានេះគឺយើងធ្វើការ connect តាមរយៈ Bluetooth យើង connect ទៅនៅកន្លែងនេះមកដល់មកវាលោតចាប់ Bluetooth ហើយអ្នកគ្នាគ្រីសដល់ហ្នឹង
បន្ទាប់ពីយើងគ្រីសលើនឹងហើយយើងចុច pair មកអញ្ចឹងរងចាំទៅពេលដែលវា connect បាន Bluetooth របស់ឧបករណ៍របស់យើងហើយយើងគ្រាន់តែវាយលេខចូលឧទាហរណ៍ថាយើងចង់បានប្រមាណនិយាយរួមទៅគឺយើងចង់ចំណាយយើងចង់ចំណាយលុយប្រហែលឧទាហរណ៍ខ្ញុំវាយ 0.5 0.5 អញ្ចឹងយើងទទួលបាន50 ml ហើយនៅក្នុងរយៈពេលនៃការចាក់ហ្នឹងគឺយើងចំណាយអស់ 2.5 second អញ្ចឹងវានឹងជាអូម៉ូទ័រហើយយើងគ្រាន់តែវាយជំនុំលុយចូលទៅគឺវាបូមចូលហើយតាមទឹកមួយរបស់យើងតិចច្រើនអញ្ចឹងណាបើយើងដាក់លុយច្រើនគឺវាបូមយូរអញ្ចឹងតែដោយសារវាច្រើនលីត្រច្រើនអញ្ចឹងតែបើយើងកំណត់ទៅលើកាហ្វេយើងដាក់ជាមីលីលីត្រតែបើយើងកំណត់ទៅលើសាំងអញ្ចឹងយើងប្រើជាលីត្រដើម្បីគណនាវិញ